នេះគឺជាដំណើរកំសាន្តលើកទី2ដែលពួកខ្ញុំបានដើរលេងជុំគ្នាច្រើនចឹងហើយក៏ជាលើកទី1ដែរបានទៅលេងនៅជីផាតដំណើរកំសាន្តមួយនេះគឺយើងចេញពីផឹកមកម៉ោងតាំងម៉ោង 4:75 ហើយយើងក៏បានចោះនៅខាងចំណតខាងកំពង់សិលាចោះទិញកាហ្វេញ៉ាំហើយទិញអីញ៉ាំតិចតួចចឹងណាព្រោះដោយសារតែយើងអត់ញ៉ាំ breakfast ទេគឺយើងធ្វើដំណើរទៅ direct តែម្ដងនេះយើងចោះទិញអីវ៉ាន់ទិញទឹកសុទ្ធទិញគ្រឿងញ៉ាំអីតិចតួចនៅខាងខ្សែអំបិលតោះពីយើងទិញអីវ៉ាន់ហើយក៏យើងអត់រងចាំអីយូរដែរគឺយើងឆ្ពោះទៅកាន់ខាងជីផាក់តែម្ដងទៅដល់សហគមន៍យើងសម្រាប់ហ្នឹងក៏យើងត្រូវឆ្លងអីសិនចឹងណាមុននឹងយើងទៅដល់កន្លែងដែលយើងត្រូវដើរលេងហើយនឹងកន្លែងគេងរបស់យើងផ្ទាល់ពេលយើងទៅហ្នឹងកន្លែងកំពង់ដរហ្នឹងទឹករៀងនាចនៅពេលចឹងហើយឡានចោះឬក៏ឡើងអីរៀងឡើងចំណោតខ្លាំងបន្តិចបន្ទាប់ពីឆ្លងដរហ្នឹងហើយយើងជីប្រហែល10នាទីថា10នាទីជាងចុះយើងក៏មកដល់កន្លែងគេងចឹងហើយកន្លែងគេងហ្នឹងគឺខ្ញុំចូលចិត្តមួយត្រង់ថាមកដល់យើងរបៀបមកដល់ដូចតែបងប្អូនអញ្ចឹងដោយសារតែអ្នកមីងហើយពូនៅនឹងគាត់មើលថែនៅនឹងផ្ទាល់ហ្មងពេលអញ្ចឹងមានអារម្មណ៍ថាមកនេះមកផ្ទះខ្លួនឯងអញ្ចឹងហើយបន្ទាប់ពីនឹងទៀតក៏យើងចេញដំណើរទៅខាងទៅលេងទឹកធ្លាក់អំពើជួនហ្នឹងហើយទឹកធ្លាក់អំពើជួនមុននឹងចេញទៅហ្នឹងក៏ពូបានប្រាប់យើងខ្លះដែរអំពីដំណើរទៅកាន់ទឹកធ្លាក់ហ្នឹងអញ្ចឹងណាហើយការពិតពួកខ្ញុំអាចជិះឡានបាន2គីឡូដីយកទៅទុកប៉ុន្តែពួកខ្ញុំអត់ព្រមពួកខ្ញុំសុខចិត្តដើរពីកន្លែងគេងទៅហ្មងហើយឡើងក្តៅហ្មងណាដោយសារតែដី2គីឡូហ្នឹងយើងអាចជិះឡានចូលទៅបានអញ្ចឹងហើយយើងទុកហើយយើងដើរប្រហែល3គីឡូអីទៀតបានដល់កន្លែងទឹកធ្លាក់ហ្នឹងចឹងទីទៅផ្លូវដើរចូលអីគឺថាស្រួលអត់ប្រហែលអត់ញ៉ៃអត់ឡើងចោះភ្នំឬក៏អីគ្រាន់ថាយើងមានដើរកាត់ព្រៃអាស័យឬក៏អីចឹងតិចតួចចឹងណាកាត់ថ្មកាត់អូតិចតួច Finally here អូចុះផងអែបនឹងថ្ងៃមុនហ្នឹងខ្ញុំចង់ដាក់លេងវីដេអូស៊ីនឹងឲ្យមើលហ្មងហើយពេលទៅហ្នឹងគឺថាបានខ្ចប់បាយមួយលឹកចេកមួយអីទៅយកទៅញ៉ាំអញ្ចឹងណាតោះពីយើងលេងទឹកនៅនឹងយូរនិយាយទៅឡើង2-3ម៉ោងហើយក៏យើងត្រឡប់មកវិញចូលមកកន្លែងចកាតារ៉េនហើយសៅម៉ៅគឺថាខ្វាកហ្មងឡើងហើយបើសៅម៉ៅគាត់វិញអត់ដឹងនិយាយថាម៉េចទេវាសាច់ស្រួយហើយវាផ្អែមហ្មងនិយាយពីផ្លែសៅម៉ៅវិញចង់បាក់មេឃហ្មងនិយាយទៅហើយពួកគាត់ឲ្យខ្ញុំដើរបេះថ្លឹងគីឡូអីខ្លួនឯងក៏បានដោយសារតែពួកខ្ញុំអត់សូវចេះមើលដោយសារតែវាក្រហមប៉ុន្តែក្រហមហ្នឹងតែពេលខ្លះវាខ្ចីរៀងអីចឹងណានិយាយសៅម៉ៅឡើងមកដល់កន្លែងគេងវិញបាត់និយាយទៅខ្ញុំគេងហ្នឹងពួកខ្ញុំអត់គេងនឹងតង់ឯងពួកគ្នាខ្ញុំឡើង15នាក់ជាងពួកខ្ញុំយកផ្ទះមួយហ្មងផ្ទះមួយហ្នឹងមាន2បន្ទប់និយាយទៅគេងវាជ្រៀតគ្នាហ្មងប៉ុន្តែវាបន្ទប់មួយរៀងធំដែរអញ្ចឹងពួកខ្ញុំគេងគ្រាន់អញ្ចឹងចាមានជាការវីដេអូទៅចោល voice over អីចានិយាយថាធ្វើស៊ុបញ៉ាំនេះគឺម៉ោងចុង 9-10 វិញប៉ុន្តែមិនខ្ញុំអ្នកធ្វើឲ្យពួកខ្ញុំអ្នកធ្វើទេនិយាយទៅញ៉ាំនេះអត់ដឹងថាញ៉ាំលើកទីម៉ែនទេគ្រាន់ដឹងស៊ុបហ្នឹងញ៉ាំលើកចុងក្រោយគេហើយតោះមិនអីឥឡូវភ្លឺទៀតហើយព្រឹកឡើងហ្នឹងពួកខ្ញុំអត់មានទៅណាទេគឺថាចេញរៀងពីព្រឹកដែរដើម្បីទៅលេងនៅខាងទឹកធ្លាក់អូមលូហ្នឹងឯងខាងទឹកធ្លាក់អូមលូហើយពួកខ្ញុំទៅហ្នឹងគឺថាទឹកធ្លាក់ហ្នឹងស្អាតខ្លាំងហើយសម្រាប់ពេលយើងចូលទៅហ្នឹងគេគិតចំនួនមនុស្សម្នាក់គេគិតតម្លៃដូចជាពេលហ្នឹង 3,000 ដល់ 4,000 ដល់ឯម្នាក់ប៉ុន្តែអត់ខកបំណងទេគឺថាទឹកធ្លាក់ស្អាតខ្លាំងហ្មងហើយពេលចុះទៅដល់ក្រោមកាន់តែស្អាតទៀតប៉ុន្តែដោយសារតែវារៀងក្តៅថ្ងៃហ្នឹងមេឃអត់សតុំហ្មងពួកខ្ញុំទៅនេះម៉ោង 9-10 ប៉ុន្តែបើកថ្ងៃមកក្តៅចាស់ហ្មងប៉ុន្តែចង់ថាវាស្អាតខ្លាំងណាស់ហើយអូយមិនដឹងថាត្រូវនិយាយថាមកយើងក៏ដឹងថាវាស្អាតខ្លាំងវាស្អាតហ្មងហើយព្យាយាមថតអីតាំងកតាថ្ងៃតាំងអីហ្មងនិយាយទៅហើយឡើងវិញអស់ខ្យល់ទៀតនាំគ្នាសម្រាប់បានហឹងគេនឹងមានទេនាំគ្នាគេងយល់នឹងប្រហែលកន្លះម៉ោងមិនបានចេញទៅវិញពេលត្រឡប់ទៅវិញហ្នឹងក៏ចូលរីសតយកសៅម៉ៅហើយនឹងអីវ៉ាន់ដែលយើងផ្ញើនៅអ៊ីសិនចឹងណាបើយើងត្រឡប់ពីអូមលូវិញយើងចូលមកយកពីហ្នឹងមកក៏យើងជិះតាមផ្លូវក៏យើងចូលទិញតារ៉េននៅហ្នឹងឆ្ងាញ់វាសាច់ទឹកដោះគោប៉ុន្តែវារៀងមានជាតិល្មួតណាវាល្មួតអត់សូវតែសៃទេហើយពេលហ្នឹងទិញខ្ចប់ទៅផ្ទះហងទិញទាំងផ្លែខ្ចប់ទៅផ្ទះហងទិញញ៉ាំតាមឡានហងហើយឆ្លៀតទៅបេះដកដើមទៀតបើទៅបេះដកដើមវិញគឺថាផ្លែឡើងស្កេះហ្មងហើយមានអារម្មណ៍ថាតារ៉េនហ្នឹងសាច់
sạch với trốn trốn ấy tập bị nắng mò có dương tranh nhầm ná tư mà còn lại tiết cứ tặc thlé ở chai bùa năng ngày nè ngủ cái the sẽ mong còn hai nhóm tư ní để xa ta khan plieng pi ngày vậy là bê chẳng hay tặc ở sơ miên thlẹ trơn mẹ này hay ở miền ấy tới mẹ thọt hộp trong kia tục chia nụ sau rồi sau mau mơ chẳng từ hay mình chất mà thọt tại anh một bỏ tiết chẳng từ tập bị lên nhân nắng hơi cái dương chi từ mà cái lạnh tiết cái lạnh nắng cái lạnh hang cà phê dương từ lên nên nắng dương côi nhâm bay nhâm ấy hay dương lên bia lên ấy thì tôi chẳng hay còตลอดมาเว้นเตอให้ตลอดมาเว้นนึงก็ต้องมองบุญมองแผลมาดิซาแต่เพลียงไปจังเต้าบุญยังก็จะต่างโกยเลงเดินหนังสันเตอให้วิตาโอยงคือเมียนแต่ปันนังเองตลอดมาเว้นหมอมดำเป็นเว้นไอโจกต้องมองใบบุญยุบโอเคบายบาย